Bạn nghiệm xưa là cô tập 4 យើងត្រូវចុច new មកយើងវាយឈ្មោះរបស់យើងយកបន្ទូមួយហើយនឹងយើងទៅ file យកបន្ទូ server បន្ទាប់មកយើងចុច next ទៅហើយកន្លែងនេះយើងដាក់ username របស់យើងហើយនឹង password ហើយបន្ទាប់មកយើងចុច next ហើយកន្លែងនេះយើងដាក់4096ហើយនឹង CPU យក2ហើយយើងចុច tick ហើយយើងចុច next ទៅ finish ហើយយើងចុច start ហើយនឹងវាឲ្យដាក់ file សារថ្មីយើងទៅរកទីតាំងដែលយើងដាក់ file ហើយយើងចុច open ហើយវានឹង run ឲ្យយើងពេល run ចប់ហើយឲ្យគេរើភាសាហើយមកដល់ហើយនេះយើងចុច done ទៅដល់ហើយនេះចុច done ទៀតចុច done រហូតមកដល់កន្លែង proxy address នេះវាអត់មានយើងមិនដាក់ទេយើងដាក់ done ទៀតទៅហើយកន្លែងនេះយើងចុច done ទៀតហើយមកដល់ហើយនេះយើងចាំវាយើងចុច done ហើយចាំវា run អស់សិនតទៅពីវាដើរពេញហើយមកដល់ហើយនេះយើងត្រូវដល់ទីកន្លែង set up this as an LVM group ដល់ទីហើយយើងចុច done ទៀតហើយកន្លែងនេះយើងចុច done ទៀតមកហើយយើងយកពាក្យ continue កន្លែងនេះយើងវាយពេញឈ្មោះរបស់យើងហើយនឹង server name ហើយយើងដាក់ username និង password បន្ទាប់ពីយើងដាក់ហើយយើងចុច done ទៅហើយមកដល់ហើយនេះយើងយកពាក្យ continue ហើយយើងចុច done ទៀតមកដល់ហើយនេះយើងចុច done ទៀតហើយមកដល់ហើយនេះយើងចាំវា run ឲ្យចប់សិនពេលវា run ចប់ហើយយើងចុច reboot now ហើយពេលវាចេញ file អញ្ចឹងយើងក៏ចុច enter ទៅវាដើរវិញហើយពេលវាដើរចប់ហើយយើងវាយ username ដែលយើងបានដាក់មិញហើយនឹង password login ចូលក្នុង Ubuntu server មកដល់ហើយនេះយើងតេស្ត comment វាយ sudo apt update ហើយនឹងដាក់ password បន្ទាប់ពីវាដើរពេញហើយយើងវាយ sudo apt upgrade មួយទៀតហើយមកដល់ហើយនេះយើងចុច continue ទៅហើយមកដល់ហើយនេះយើងវាយ comment មួយដាក់ថា who am I ដើម្បីដឹងថា user ណានៅក្នុងហ្នឹងទៀតវាយ pwd ហើយវីដេអូនេះមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូបាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពីការ install SA server
ហើយដំបូងយើងវាយ sudo apt update សិនហើយយើងវាយ password យើងចូលមកបន្ទាប់ពីវា run ចប់ហើយយើងទៅវាយ command install sudo apt install OpenSH server ហើយវានឹងសួរយើង do you want to continue ហើយយើងចុច Y ដើម្បី continue ហើយយើងចាំវា install ពេញសិនបន្ទាប់មកយើងទៅវាយ command enable sh sudo system control enable .now sh បន្ទាប់មកយើងទៅ check មើល status របស់វាថាវាប្រើបាននៅហើយយើងចុច stop វាមកចុច control C ដើម្បី stop ហើយបន្ទាប់មកយើងទៅវាយ command allo sh ហើយបន្ទាប់មកយើងវាយ IPA ដើម្បី check មើល IP address របស់យើងហើយយើងទៅបើកterminal មួយទៀតដើម្បី ping test វាហើយនេះ IP address ហើយចឹងខ្ញុំ ping ទៅ IP address 10.0.2.15 ហើយឃើញថាវា IP address វាដើរហើយបន្ទាប់មកយើងទៅ check ASH យើងវាយ command ASH ឈ្មោះ user ហើយនឹង IP address បន្ទាប់មកវា load សួរថា continue connect អត់ហើយយើងចុច yes ហើយបន្ទាប់មកយើងវាយ password របស់យើងហើយយើងវាយ who am I ហើយ host name ហើយវីដេអូមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាបាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record ពី command hardware monitor ហើយចូលមកដល់ command ទី1គឺ command ls cpu គឺបង្ហាញពី CPU ហើយចូលមកដល់ command ទី2គឺខ្ញុំវាយ top ហ្នឹងគឺបង្ហាញពី real time CPU ហើយមួយទៀតគឺ command top គឺបង្ហាញពី process បន្ទាប់មកខ្ញុំវាយ command sensor ហើយ command sensor ហ្នឹងបើយើងអត់ទាន់ install វាយើងត្រូវ install សិនវាយ sudo install ចឹងមកហើយឥឡូវនេះខ្ញុំវាយ sudo sensor detect ហើយយើងចុច yes តាមវារហូតទៅហើយ command បន្ទាប់ទៀតគឺ command free.h ហើយអាហ្នឹងគឺ command show real time storageបន្ទាប់មកយើងវាយ command psaux ហើយ command ហ្នឹងវាបង្ហាញ process ដែលយើងប្រើ RAM ហ្នឹង
Tôi mới cho mình đâu commentបន្ទាប់យើងវាយ sudo dmide code បន្ទាប់មកយើងវាយ cat/pos/meminfo ហ្នឹងគឺបង្ហាញពីព័ត៌មានទាំងអស់ហើយបន្ទាប់មកយើងវាយ df.h ហើយ comment មួយទៀតគឺ comment lsblk អាហ្នឹងគឺ comment block device ហើយ comment នេះគឺ comment ip addr គឺបង្ហាញពី ip address ហើយបន្ទាប់មកយើងវាយ comment ifstat ហើយបន្ទាប់ពីបានហើយយើងវាយ comment speed test អាហ្នឹងគឺ comment test speed internet ហើយ comment បន្ទាប់ទៀតគឺ sudo ls aw អាហ្នឹងគឺបង្ហាញពី hardware info ហើយចូលមកដល់ comment cat នេះហ្នឹងគឺបង្ហាញពី OS version ហើយបន្ទាប់មក comment up time អាហ្នឹងគឺ comment run time ហើយ comment មួយទៀតគឺ ls usb ហើយ comment បន្ទាប់គឺ acpi.i ហ្នឹងគឺយើងមើលទៅលើ battery ហើយអានេះគឺយើងវាយ comment pa ux អាហ្នឹងគឺ process management ហើយបន្ទាប់មកយើងវាយ comment glance នេះហើយបន្ទាប់មកយើងវាយ comment n ហើយពេលវាចេញបែបហ្នឹងមកហើយ comment ចុងក្រោយគឺ comment sudo shutdown now ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូ
Bà chỉ số cô nghe đi nhưng mà record video vậy vì file permission chân từ 4 dương connect ISA tới user hay đừng vay password hay vay IP address hay việc login cho bạnហើយដំបូងនេះគឺជា comment បង្កើតgroup បង្កើត 3 គឺ developer ហើយនឹង UI UI ហើយនឹង DevOps ហើយបន្ទាប់ពីបង្កើតហើយយើងទៅcheck មើលវា y comment cat ឬ comment cat /etc/group ដើម្បី check មើល group ដែលយើងបានបង្កើតវិញហើយបន្ទាប់មកខ្ញុំធ្វើការប្រើ comment សម្រាប់លុប group នឹងចេញវិញប្រើ sudo group del ហើយនឹង virtual group developer ហើយបន្ទាប់មកខ្ញុំ check មើលយើងលុបបានជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការបង្កើត file ដាក់ក្នុង folder យើង tag developer process.txt ហើយ UI UI ហើយនឹង DevOps បន្ទាប់មកខ្ញុំប្រើ comment បន្ទាប់ពីបង្កើតហើយខ្ញុំទៅ check មើល file នេះខ្ញុំដឹងថាវាមានអត់ខ្ញុំប្រើ ls.l grab ហើយឈ្មោះ file ហើយឃើញថាវាចេញមកហើយ developer process.txt ហ្នឹងហើយអាហ្នឹងគឺយើង check វាមួយហើយបើយើងចង់ check ទាំងអស់យើងប្រើ ls.l គឺវាបានមកទាំងអស់អា file ដែលយើងបង្កើតមកទាំងអស់ហ្នឹងបន្ទាប់មកយើងប្រើ comment change file permission គឺ CAOMD 755 developer process.txt ហើយនឹង
យើង ls ដល់ l មកវាបង្ហាញមកហើយតើមកយើងប្រើ command group យើងប្រើ sudo 0 developer ឈ្មោះ folder ហើយនឹង developer process.txt ឈ្មោះ file ហើយនឹង command បន្ទាប់ទៀតគឺយើងវាយចូលដូចគ្នាយើងវាយឈ្មោះ folder ហើយនឹងឈ្មោះ file តាម folder វាមួយហ្នឹងតើមកយើងវាយ command សម្រាប់ developer និង UI user អត់អាចឲ្យវា access ទៅ DevOps Group បានទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record ពី user management ចឹងដំបូងខ្ញុំធ្វើការបង្កើត user ដាក់ user ឈ្មោះខ្ញុំយើងប្រើ sudo user add .m.s/bin និង/bar ឲ្យឈ្មោះខ្ញុំបន្ទាប់មកយើងវាយ command cat /etc /pwd យើងបង្ហាញ passwd យើងបង្ហាញដើម្បីយើងចង់ដឹងថាយើងបង្កើត user មិនបានយកចៃឥឡូវយើងបង្កើតបានហើយយើងឃើញ user ហ្នឹងហើយបន្ទាប់មកយើងទៅដាក់ password ឲ្យវា sudo pwd ហើយឈ្មោះ user ហើយខ្ញុំដាក់ password ឲ្យវាបន្ទាប់មកខ្ញុំចូលទៅ login ចូលក្នុង user ហ្នឹងចុច su ហើយនឹងឈ្មោះ user ហើយយើងវាយ password ហើយយើងចូលមកបានជោគជ័យហើយយើងប្រើ command cd/ ដើម្បីឲ្យវាចូលមកហើយយើងប្រើ command pwd តើមកខ្ញុំចូលទៅ cd/home ដើម្បីចូលទៅ home របស់ user ហ្នឹងហើយយើង ls pwd យើងចូលមក home ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូ